យើងបានបន្តសកម្មភាពការងារធ្វើកម្មវិធីផ្សេងៗហើយយើងឈានទៅការបង្កើតនៅផ្សារផលិតផលខ្មែរក្នុងឱកាសនោះយើងទីមួយយើងចង់ប្រមូលផលិតផលទូទាំងប្រទេសដែលជាសមាជិកផលិតផលមួយនៅខេត្តសៀមរាបហើយទី2យើងចង់ឲ្យសិទ្ធិផលផលិតផលទាំងនោះក៏យកទៅដាក់ទំនិញនៅអង្គយកទៅដាក់លក់នៅផ្សារផលិតផលមួយផ្សារផលិតផលខ្មែរផលិតផលមួយខេត្តសៀមរាបហ្នឹងទាំងផលិតផលទូទាំងប្រទេសទាំងផលិតផលក្នុងខេត្តសៀមរាបដើម្បីអីគឺដើម្បីឲ្យដឹងថាទីតាំងហ្នឹងមួយគឺមានផលិតផលរបស់ខ្មែរយើងមានគុណភាពហើយមានបង្ហាញនៅវប្បធម៌ប្រពៃណីផ្សេងៗដែលបង្ហាញនៅវប្បធម៌ខេត្តសៀមរាបជាពិសេសខេត្តសៀមរាបហើយដូច្នេះបានឃើញថាទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិគាត់ជួយផ្សព្វផ្សាយថាផលិតផលទាំងនេះមានបង្កប់នៅជាគុណភាពរបស់ខ្មែរផលិតផលរបស់ខ្មែរស្នាដៃខ្មែរហើយអង្គខ្មែរធ្វើបានអីខ្លះខាន់មកដល់ពេលនេះគឺថាមានសិប្បកម្មជាសមាជិកផលិតផលមួយបានចូលឈ្មោះប្រហែលជា70សហគ្រាសតាមបណ្ដាខេត្តនិងផលិតផលក្នុងខេត្តសៀមរាបប្រហែលជា30មុខទៀតវាបាន100ប៊ូតហើយក្រៅពីនោះយើងមានប៊ូតសម្រាប់ចំណីអាហារក្នុងខេត្តដែលមានលក់បោះឆ្ងាញ់ដូចជានំបញ្ចុកដូចជាមាន់ដុតមាន់អីហ្នឹងដើម្បីបង្កឲ្យមានភាពអធិកអធមក្នុងពិធីរយៈពេល7ថ្ងៃក្នុងខេត្តសៀមរាបហ្នឹងហើយគឺថាវាជាឱកាសមួយដែលយើងផ្សព្វផ្សាយផលិតផលខ្មែរផងហើយយើងមានទីតាំងលក់ជាក់ស្ដែងនៅទីមួយផងហើយចឹងទេចាប់ពីថ្ងៃពីព្រឹត្តិការណ៍នេះចប់ទៅ7ថ្ងៃសិប្បករដែលគាត់ចង់លក់បន្តទៀតលក់ទៀតហើយផ្សារគាត់អនុគ្រោះឲ្យផលិតផលទាំងអស់ដែលដាក់លក់ហ្នឹងគឺថាអត់ចូលលុយទេរយៈពេល6ខែហើយដូច្នេះជាឱកាសមួយដែលបងប្អូនអាចនាំគ្នាប្រមូលគ្នាមកដាក់លក់ផលិតផលរបស់ខ្លួនរៀងៗនៅផ្សារបើអត់អស់លុយហ្នឹងនេះគឺជាការចាក់ដៃគូមួយដែលផ្សារ60ម៉ែត្រហ្នឹងគាត់មានបញ្ហាខ្វះអ្នកលក់ដូរផលិតផលខ្មែរហើយគាត់ចង់ឲ្យគណៈកម្មការជាតិនេះសហការជាមួយគាត់ដើម្បីចាប់ដៃគូគ្នាយកសមាជិកឲ្យមានទីផ្សារហើយជាឱកាសមួយដែរដែលសមាជិកផលិតផលមួយបានមានឱកាសចូលរួមលក់នៅខេត្តសៀមរាបហើយយើងជាគណៈកម្មការជាតិមានក្រៅអីពីការគៀងគរឲ្យអ្នកលក់ឲ្យអ្នកទិញជួបគ្នាដើម្បីទិញគ្នាគាត់ជួបគ្នាដើម្បីផ្លាស់ប្ដូរនៅបទពិសោធន៍ផ្លាស់ប្ដូរនៅលក្ខខណ្ឌផ្សេងៗក្នុងការទិញលក់ផលិតផលរបស់ខ្មែរយើងទេដែលជាឱកាសមួយដែរបើសិនជាបងប្អូនផលិតផលកាន់តែចូលរួមលក់ហើយនឹងបងប្អូនអ្នកប្រើប្រាស់កាន់តែចូលរួមទិញដូច្នេះជាឱកាសមួយដែលយើងមានថាផ្សារជាប់នឹងការរស់នៅដូច្នេះបើសិនជាយើងដល់ទិញអីវ៉ាន់ដែលគ្មានទិសដៅច្បាស់លាស់ចូលផ្សារដូចមានបញ្ហាប៉ះពាល់គុណភាពដូច្នេះការនាំចូលវាច្រឡំគ្នាស្តៀងគ្នាដូចធ្វើឲ្យអ្នកទិញអត់មានទំនុកចិត្តនៅពេលដែលយើងមានទីផ្សារមានដៃគូច្បាស់លាស់ដែលសហការជាមួយផលិតផលមួយហ្នឹងដូច្នេះមកអ្នកទិញយើងអតិថិជនយើងនឹងចូលរួមទិញផលិតផលខ្មែរយើងកាន់តែបានផលមានដៃគូយើងចូលរួមសហការគ្នាធ្វើសកម្មភាពផ្សព្វផ្សាយហ្នឹងដូចជាមានក្រុមហ៊ុនគ្រុឌជួយការងារបណ្ដុះបែបបុកហើយនឹងការងារតន្ត្រីគឺតាមខាងផ្សារគាត់ចាត់ចែងរៀបចំតាមតារាភាពយន្តឬក៏អ្នកចម្រៀងណាដែលចូលមកច្រៀងក្នុងកម្មវិធីរយៈពេល7ថ្ងៃហ្នឹងហើយក៏យើងបន្តសកម្មភាពនឹងមានឲ្យវាមានអធិកអធមឲ្យអ្នកទិញកាន់តែមានចិត្តចូលរួមទៀតគឺថាការចាប់រង្វាន់ហ្នឹងដែលជាប្រវត្តិខ្មែរយើងចូលចិត្តហើយដែលបងប្អូនយើងមានឱកាសឈ្នះរង្វាន់ចំណាយដើមដែលទិញរង្វាន់ដែល10000រៀលគាត់បានស្លឹកចូលរួមចាប់រង្វាន់បានម៉ូតូអគ្គិសនី